សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការចូលទៅកាន់ user ដំបូងឡើយគឺយើងចូលទៅលើ menu setting បន្ទាប់មកយើងចូលទៅកាន់ user management បន្ទាប់មកយើងធ្វើការ click ទៅលើ user ឥឡូវនេះគឺយើងបានចូលមកដល់ user ហើយដើម្បី search គឺយើងអាច search តាមរយៈសាខាយើងអាច search តាមរយៈឈ្មោះ user យើងអាច search តាមរយៈ group ដែលជាក្រុមជាប្រភេទជា admin ឬមួយក៏ជា CEO ឬមួយក៏ជាអ្វីផ្សេងទៀតយើងអាច search តាមរយៈនាមខ្លួនយើងអាច search តាមរយៈលេខទូរស័ព្ទយើងអាច search តាមរយៈផ្នែកការងាររបស់គាត់យើងអាច search តាមរយៈនាមត្រកូលយើងអាច search តាមរយៈមុខតំណែងរបស់ user ហើយយើងក៏អាច search តាមរយៈ email របស់ user បានដែរបន្ទាប់មកយើងគ្រាន់តែធ្វើការ click ទៅលើប៊ូតុង search ហើយវានឹងបង្ហាញ result នៅខាងក្រោម